ជំរាបសួរលោកអ្នកបងប្អូនទាំងអស់ក្នុងព្រះគុណនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទមេរៀនទី160ដែលយើងខ្ញុំលើកយកមកជូនលោកអ្នកនៅថ្ងៃនេះមានចំណងជើងថាការអរព្រះគុណនាំមកនៅសុខសាន្តមេរៀននេះជាប់តាក់ទងទៅនឹងកាន់គម្ពីរភីលីបជំពូក4ខ6ខ្ញុំនឹងអានជូនលោកអ្នកសូមកុំខ្វល់ខ្វាយនឹងអ្វីឡើយផ្ទុយទៅវិញក្នុងគ្រប់កលៈទេសៈទាំងអស់ត្រូវទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណុំពររបស់បងប្អូនដោយអធិដ្ឋាននិងទូលអង្វរទាំងអរព្រះគុណព្រះអង្គផងលោកអ្នកបងប្អូនប្រហែលជាលោកអ្នកធ្លាប់អានខគម្ពីរនេះពីមុនរួចមកហើយប៉ុន្តែតើលោកអ្នកចង់ឲ្យខ្ញុំពន្យល់លោកអ្នកបន្ថែមទៀតពីរបៀបអនុវត្តខនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នកដែរឬទេខ្ញុំសូមលើកយកឧទាហរណ៍មួយមកពន្យល់ដើម្បីជួយលោកអ្នកឲ្យងាយយល់ឧបមាថាលោកអ្នកគឺជាបុគ្គលិកម្នាក់ក្នុងចំណោមអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឡើងឋានៈនៅក្នុងក្រុមហ៊ុនហើយលោកអ្នកនឹងដឹងលទ្ធផលនៅថ្ងៃស្អែកថាតើលោកអ្នកនឹងទទួលបានវាដែរឬទេលោកអ្នកចង់បានការឡើងឋានៈនោះណាស់ព្រោះមានន័យថាគ្រួសាររបស់លោកអ្នកនឹងទទួលបានប្រាក់ចំណូលកាន់តែច្រើនជាងមុនដូច្នេះហើយទើបលោកអ្នកគេងននាលឬបំរាស់ពេញមួយយប់លោកអ្នកបានអធិដ្ឋានថាអោព្រះបិតាអើយសូមជួយដកយកក្តីកង្វល់ទាំងឡាយរបស់កូនជុំវិញការឡើងឋានៈនេះផងហើយក៏សូមប្រទានជំនឿដល់កូនផងដែរមួយម៉ោងក្រោយមកលោកអ្នកបែរជាមានអារម្មណ៍ខ្វល់ខ្វាយជាងមុនទៅទៀតគឺហាក់ដូចជាព្រះជាម្ចាស់មិនបានឆ្លើយតបនឹងការអធិដ្ឋានរបស់លោកអ្នកទាល់តែសោះតើហេតុអ្វីបានជាយ៉ាងនេះពីព្រោះលោកអ្នកមិនបានធ្វើរឿងនោះតាមផ្លូវរបស់ព្រះជាម្ចាស់ឡើយផ្ទុយទៅវិញខ្ញុំសូមលោកអ្នកអធិដ្ឋានបែបនេះវិញថាអោព្រះបិតាអើយកូនសូមប្រគល់រាល់ក្តីកង្វល់ទាំងឡាយអំពីការឡើងឋានៈនេះទៅក្នុងព្រះហស្ថដ៏ពោពេញដោយក្តីស្រឡាញ់របស់ព្រះអង្គព្រោះទ្រង់តែងតែយកប្រតិទុកដាក់និងស្រឡាញ់ដល់កូនព្រះគម្ពីរបានប្រាប់យើងឲ្យផ្ទេរទុកកង្វល់ទាំងប៉ុន្មានរបស់យើងទៅព្រះអង្គម្ចាស់ទៅត្បិតព្រះអង្គយកព្រះハរតីទុកដាក់នឹងយើងសូមលោកអ្នកអាននៅក្នុងពេត្រុសខ្សែទី1ចំពុក5ខ7បន្ទាប់មកចូលទូលសូមព្រះអង្គថាព្រះបិតាអើយកូនចង់បានការឡើងឋានៈនោះណាស់ការទូលសូមបែបនេះខ្ញុំគិតថាពិតជាគ្មានទាស់ខុសអ្វីនោះទេហើយឥឡូវនេះដល់វគ្គដែលមានឥទ្ធិពលយ៉ាងខ្លាំងបំផុតនោះគឺការអរព្រះគុណសូមលោកអ្នកបញ្ចប់ការអធិដ្ឋានដោយការអរព្រះគុណគឺដោយអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់សេចក្តីស្មោះត្រង់របស់ព្រះអង្គចូលទូលសូមបែបនេះថាអោព្រះបិតាអើយទោះជាកូនទទួលបានការឡើងឋានៈឬអត់ក៏ដោយកូនសូមអរព្រះគុណព្រះអង្គដែលទ្រង់តែងតែផ្គត់ផ្គង់ដល់គ្រួសាររបស់កូនយ៉ាងបរិបូរណ៍លើសពីតម្រូវការជានិច្ចទ្រង់តែងតែផ្ដល់សម្រស់ឲ្យផ្កាដែលរីកនៅតាមទីវាលចិញ្ចឹមបាក់សាបាក់សីនៅលើមេឃតើព្រះអង្គនឹងទំនុកបំរុងកូនលើសនេះយ៉ាងណាទៅទៀតដូច្នេះកូននឹងមិនខ្វល់ខ្វាយពីការឡើងឋានៈនេះទៀតឡើយទ្រង់គឺជាប្រភពនៃគ្រប់ទាំងព្រះពររបស់កូនសូមលោកអ្នកអានបន្ថែមនៅក្នុងគម្ពីរម៉ាថាយជំពូក6ខ30និងភីលីបជំពូក4ខ19នៅពេលដែលលោកអ្នកអធិដ្ឋានបែបនេះ
នោះលោកអ្នកនឹងលែងរងសម្ពាធផ្លូវចិត្តឬជាចំណាប់ខ្មាំងដោយសារតែរឿងឡើងឋានៈនោះទៀតហើយខ្ញុំហៅវិធីនេះថាជាការព្យាបាលដោយការអរព្រះគុណកាលណាលោកអ្នកស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្បាស់ឬក៏ស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះលោកអ្នកក៏អាចអរព្រះគុណទ្រង់បានកាន់តែច្រើនឡើងផងដែរហើយកាលណាលោកអ្នកអរព្រះគុណព្រះអង្គកាន់តែច្រើនសេចក្តីសុខសាន្តរបស់ទ្រង់ក៏នឹងកាន់តែមានឥទ្ធិពលនៅក្នុងចិត្តរបស់លោកអ្នកផងដែរហើយជាញឹកញាប់លោកអ្នកថែមទាំងមិនចាំថាខ្លួនឯងគេងលក់តាំងតែពីពេលណានោះទេព្រោះមិនទាន់ទាំងដឹងខ្លួនផងក៏ដល់ពេលព្រឹកបាត់ទៅហើយសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ពិតជាមានឥទ្ធិពលហើយគ្របដណ្ដប់លើយើងបែបនេះឯងលោកអ្នកបងប្អូនទោះបីជាលោកអ្នកមានទុក្ខកង្វល់អ្វីក៏ដោយសូមនាំរឿងនោះទៅទូលថ្វាយព្រះបិតារបស់លោកអ្នកតាមរយៈការអធិដ្ឋានចុះហើយសូមកុំភ្លេចប្រើពាក្យអរព្រះគុណដើម្បីជាផ្លូវនាំលោកអ្នកទៅកាន់សេចក្តីសុខសាន្តអាមែនសូមអរគុណសូមព្រះជាម្ចាស់ប្រទានពរយ៉ាងបរិបូរណ៍ដល់លោកអ្នកបងប្អូន